សួស្តីអ្នកនរគ្នាថ្ងៃនេះយើងនិយាយគ្នាលេងទៀតពីប្រធានបទថ្មីមួយទៀតគឺគេហៅថារយៈពេល1000ថ្ងៃដំបូងនៃកុមារនៃការលូតលាស់របស់ក្មេងហ្នឹងមានសារៈសំខាន់អ្វីខ្លះជាសាមញ្ញខ្លីគឺមានថា1000ថ្ងៃហ្នឹងគិតទៅប្រហែលជា2ឆ្នាំ7ខែហ្នឹងអញ្ចឹងយើងនិយាយខ្លីទៅគេថា1000ឆ្នាំ1000ថ្ងៃអញ្ចឹងមានថារយៈពេលហ្នឹងគឺជារយៈពេលសំខាន់ណាស់សម្រាប់ក្មេងក្នុងការលូតលាស់អឺតើតើនឹងការហូបចុកការថែទាំពីសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់កុមារហ្នឹងជាពិសេសការហូបចុកហ្នឹងហើយព្រោះខួរក្បាលយើងត្រូវយល់ថាជាការប្រមូលផ្ដុំតាំងពីកោសិកាតូចមួយតាំងពីក្នុងពោះម្ដាយមករហូតដល់ធំចេញមកហើយអញ្ចឹងខួរក្បាលត្រូវការចំណីអាហារត្រូវការបន្លែផ្លែឈើត្រីសាច់អាហារដែលមានថាមពលដើម្បីខួរក្បាលធ្វើការលូតលាស់ខ្លាំងហើយតែយើងខ្វះអាហាររូបត្ថម្ភយើងញ៉ាំមិនគ្រប់គ្រាន់យើងញ៉ាំខ្វះខាតសារជាតិណាមួយវាធ្វើឲ្យការលូតលាស់របស់ក្មេងខួរក្បាលក្មេងខ្សោយទៅតាមនឹងដែរចឹងមកគេលើកឡើងថារយៈពេល1000ថ្ងៃដំបូងហ្នឹងគឺសំខាន់ណាក្នុងការលូតលាស់របស់ក្មេងគេហៅថាភាសាខ្មែរហៅថាបុកគ្រឹះឲ្យមាំបុកគ្រឹះឲ្យជ្រៅឲ្យខ្លាំងអញ្ចឹងយើងសង់តែប្រហែលជាន់ក៏អត់ចេះលំដែរក្មេងដូចគ្នាអញ្ចឹងបើជឿយើងជាយាមបំពន់ចំណីអាហារឲ្យបានគោលបានត្រឹមត្រូវឲ្យបានគ្រប់គ្រាន់ការលូតលាស់ខួរក្បាលក្មេងទៅមុខទៀតគឺនឹងល្អហើយសុខភាពក្មេងក៏ល្អទៅតាមនឹងដែរហើយជាទៅក្មេងតែ2ឆ្នាំឡើងចាប់ដើមចេះគូក្បាលចាប់ដើមវិវត្តទៅល្អហើយក្មេងគូក្បាលវាយ៉ាងរីកធំទៅអញ្ចឹងក្មេងអាចនឹងចេះដើរអាចនឹងចេះនិយាយអាចនឹងចេះអានចេះអីហើយទៅមុខទៀតទៅក្មេងនឹងចេះរៀនគណិតវិទ្យាណាចេះគេមានហេតុផលមួយយើងចេះគិតឲ្យច្រើនជាងមុនការលូតលាស់របស់ក្មេងគឺបែបហ្នឹងហើយធម្មតាការលូតលាស់របស់ក្មេងហ្នឹងតាំងពីក្នុងពោះម្ដាយបើយើងនិយាយស៊ីជម្រៅគឺតាំងពីក្នុងពោះម្ដាយអញ្ចឹងកំឡុងពេលមានម្ដាយមានផ្ទៃពោះហ្នឹងម្ដាយត្រូវហូបអាហារត្រូវញ៉ាំអាហារណាដែលមានអាហារសុខភាពគឺបន្លែផ្លែឈើត្រីសាច់របស់ដែលធម្មជាតិហ្នឹងមិនតែញ៉ាំរបស់ដូចខ្លះថាទៅជំនឿដែលខ្ញុំធ្លាប់និយាយទៅផឹកស្រាថ្នាំផឹកអីណាផឹកឲ្យកូនស្រួលពោះជាបព្វធម៌មួយដែលល្អតែហ្នឹងផឹកថ្នាំឫសឈើថ្នាំបុរាណដែលគ្មានការទទួលខុសត្រូវពីក្រសួងសុខាភិបាលអីអញ្ចឹងវាជាផឹកលេបដាស់ខ្លួនឯងថាជាជំនឿចាស់តពីមុនអីវាផឹកនេះវាប៉ះពាល់ដល់ក្មេងម្ដាយគឺសំខាន់ណាគឺរឿងញ៉ាំហូបចុកហ្នឹងហូបបោះត្រឹមត្រូវជាងណាម្ដាយហូបអីផឹកស្រាជក់បារីឬក៏ហូបមិនត្រឹមត្រូវដែលគ្រឿងផ្អាប់អីចឹងញ៉ាំទៅវាធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ក្មេងដែរព្រោះយល់ថាម្ដាយញ៉ាំអីគឺកូនបាននឹងដែរហើយពេលខ្លះម្ដាយត្រូវទទួលនៅថាអាចញ៉ាំនឹងវីតាមីនមួយចំនួនទៀតព្រោះពេលខ្លះពេលកំឡុងពេលមានផ្ទៃពោះហ្នឹងម្ដាយអាចខ្សោយឬក៏ក្មេងតម្រូវការនៅវីតាមីនបន្ថែមទៀតកំឡុងពេលមានផ្ទៃពោះហ្នឹងម្ដាយក៏ត្រូវការកូនក៏ត្រូវការអញ្ចឹងពេលខ្លះម្ដាយត្រូវញ៉ាំឲ្យគ្រប់គ្រាន់ហើយអាចត្រូវការបន្ថែមវីតាមីនមួយចំនួនទៀតដើម្បីការលូតលាស់របស់ក្មេងក្នុងពោះម្ដាយកាន់តែល្អហើយអាហ្នឹងនៅករណីកូននៅក្នុងពោះណាហើយដល់ពេលកូនចេញមកក្រៅគឺយើងដឹងហើយគឺមានតែ2ទេដែលកូនក្រោម6ខែត្រូវថាចំណីអាហាររបស់ក្មេងនឹងគឺទឹកដោះម្ដាយឬក៏ម្សៅទឹកដោះគោកន្លែងហ្នឹងក៏ខ្ញុំធ្លាប់និយាយដែរតើតើនឹងម្សៅទឹកដោះគោហ្នឹងទឹកដោះម្ដាយហ្នឹងធម្មតាហ្នឹងវាទៅតាមគ្រួសារថាសង្គមគ្រួសារម្នាក់ផ្សេងគ្នាប៉ុន្តែក៏គេជាការសិក្សារបស់គេនិយាយហ្នឹងគឺទឹកដោះម្ដាយគឺល្អបំផុតហើយលេខ1 number 1ហ្នឹងបើសិនជាយើងមានលទ្ធភាពម្ដាយអាចមកបំបើកដោះកូនបានយើងប្រើទឹកដោះម្ដាយទៅគឺល្អបំផុតហើយប៉ុន្តែបើសិនជាករណីម្ដាយនិយាយមានម្ដាយមានជំងឺម្ដាយមានបញ្ហាអីមួយដែលมันអាចបំបើកដោះគោបានដោះម្ដាយបានគឺយើងមានតែប្រើម្សៅទឹកដោះគោហ្នឹងហើយគាត់ថាម្សៅទឹកដោះគោយើងមើលឲ្យបានត្រឹមត្រូវមើលច្បាស់លាស់ថាមានសារជាតិគ្រប់គ្រាន់អត់សម្រាប់កូនក្នុងរយៈពេល6ខែដំបូងហ្នឹងព្រោះ6ខែដំបូងហ្នឹងគឺសំខាន់ណាទឹកដោះម្ដាយនិងទឹកដោះគោហើយម្សៅទឹកដោះគោហ្នឹងហើយដល់ពេលបាន6ខែឡើងយើងដឹងហើយគឺចាប់ផ្ដើមឲ្យបបោះគ្រប់គ្រឿងហ្នឹងយើងទៅតាមម្ដាយម្នាក់ផ្សេងគ្នាអ្នកខ្លះថាកូន4ខែញ៉ាំអត់កូន5ខែញ៉ាំអត់មិនក៏ត្រូវចាំ6ខែជាធម្មតាអង្គជា data ជាលទ្ធផលដែលគេសិក្សាមកបានគឺក្មេងដែល6ខែហ្នឹងពវៀនក្មេងគ្រប់ទាំងអស់គឺនឹងរៀងមាំទាំរៀងចាស់ហើយជាងមុនដែលអាចទទួលយកនៅអាហារជាលក្ខណៈទុនជាបបរគ្រប់គ្រឿងបានហើយបើថាយើងឲ្យមុនបានអត់ឲ្យមុនបានប៉ុន្តែបើសិនជាឲ្យទៅវាមានបញ្ហាកូនទល់លាមកឬក៏កូនរាកឬក៏កូនហើមពោះអាហ្នឹងយើងត្រូវប្រឈប់អាហារ
bỏ cục rừng nâng cứ dương bật to bao tọt bài thành tới rồi bàn bộ viên mình xuốngอายุmìnhច្រើនជាងមុនដល់6ខែទៅចាំយើងឲ្យញ៉ាំបបរគ្រប់គ្រឿងព្រោះក្មេងចាប់ផ្ដើមពេលខ្លះត្រឹម4ខែឬក៏5ខែហ្នឹងចេះចង់មានចំណីហ្នឹងក៏ចង់ញ៉ាំហើយដោយសារយើងពុកម្ដាយនៅចិត្តពុកម្ដាយទៅឃើញយើងម្ដាយញ៉ាំជាប្រពន្ធអញ្ចឹងកូនវាស្រឡឹងមើលយើងឃើញអញ្ចឹងវារៀនតាមហើយណាភាពវៃឆ្លាតរបស់ក្មេងអញ្ចឹងចេះចង់ញ៉ាំយើងចេះឲ្យលក់ឲ្យតិចតិចតែcònពេលខ្លះយើងមិនដឹងដែរវាមានការរក្សាច្បាស់ទេថាឲ្យត្រឹម4ខែឲ្យត្រឹម5ខែទៅវាមានលាកពោះវៀនវាមានហើមពោះវាមានរីអាចឬក៏ទល់លាមកអីអញ្ចឹងយើងមិនដឹងតែគាត់ថាគេសិក្សាហើយគេថា6ខែគឺល្អចឹង6ខែឡើងយើងអាចយកបបរគ្រប់គ្រឿងមកហើយការឲ្យបបរគ្រប់គ្រឿងយើងមានជំរើសច្រើនបែបម៉េចគឺទៅតាមបទពិសោធន៍ពុកម្ដាយម្នាក់ហ្នឹងហើយនឹងការណែនាំរបស់គ្រូពេទ្យពេលខ្លះបទពិសោធន៍របស់ពុកម្ដាយហ្នឹងហើយយើងដំបូងដូចខ្ញុំអញ្ចឹងខ្ញុំឲ្យជាបបរសសេញបបរធម្មតាហ្នឹងកិនរៀងម៉ត់ឲ្យកន្លុកឲ្យម៉ត់ឲ្យរាវហ្មងយើងឲ្យញ៉ាំបបរតទេនឹងសសេញតទេអត់មានលេអស់ឲ្យញ៉ាំរយៈពេលមួយថ្ងៃម្ដងអញ្ចឹងឬមួយថ្ងៃពីរដងអញ្ចឹងម្ដងពីរម៉ាត់អញ្ចឹងទៅហើយយើងតេស្តគេហៅតេស្តពីថ្ងៃទៅដើម្បីបរៀនស៊ាំជាមួយនឹងបបរគ្រឿងហ្នឹងក៏មិនបបរសធម្មតាក៏តន់ដាក់គ្រឿងឯងគឺបបរសធម្មតាហ្នឹងអញ្ចឹងឲ្យតេស្តទៅបើសិនជាមើលទៅគាត់អត់មានអីទេបរៀនដូចនោមជុះធម្មតាអត់មានបញ្ហាទេបានយើងចាប់ផ្ដើមឲ្យរៀងញឹកជាងមុនឲ្យញឹកឲ្យបបរសធម្មតាហ្នឹងអត់មានអីលីអស់ឲ្យញឹកជាងមុនទៅបានរយៈពេលមួយទឹកពីរទឹកទៅដូចអត់អីទេហ្នឹងបានយើងចាប់ផ្ដើមលាយជាមួយនឹងផ្លែឈើបន្លែស្លឹកបាសស្លឹកអីចឹងទៅតាមអ្វីដែលយើងមើលតាមគ្រូពេទ្យណែនាំទៅហើយទៅតាមឪពុកម្ដាយបទពិសោធន៍ផ្សេងៗទៀតទៅអាហារបន្លែផ្លែអាហារបន្លែណាដែលអាចដាក់ជាមួយនឹងឲ្យកូនបានហើយគាត់ថាយើងឲ្យជាមុខសេញបើមុខអត់អីតែពីរថ្ងៃអត់អីទេចាំឲ្យពីរមុខឲ្យពីរមុខវិញទៅលីចូលគ្នាទៅមានអីចឹងហើយបន្ទាប់មកបើសិនជាកូនធំហើយចាំដុសធ្មេញក៏ពិតទៅជាធម្មជាតិរបស់មនុស្សយើងគេហៅថាបើសិនជាក្មេងចេះដុសធ្មេញក៏ពិតអញ្ចឹងបើសិនជាក្មេងអត់តដុសធ្មេញទេតែ6ខែដែលយើងឲ្យបបរគ្រឿងហ្នឹងយើងអាចឲ្យជាផ្លែឈើអីតែទៅធម្មតាយើងខ្លាញ់ផុតខ្លាញ់ឆ្លក់ខ្លាញ់ឆ្លាក់ហ្នឹងអញ្ចឹងពេលខ្លះយើងគិតថាចាំបានអាច8ខែឬ9ខែទៅចាប់ផ្ដើមឲ្យកាន់ជាសសក់ណាសសក់កាន់ឲ្យដុំធំមកកុំឲ្យក្មេងខំដាច់យើងថាខំដាច់ឆ្លាក់ចូលបំពង់ខ្យល់ក្មេងអញ្ចឹងជាសសក់ឬក៏សក់ស្រូវណាឬក៏ផ្លែប៉ោមតិចតួចឲ្យកូនរៀងចាញ់ធ្មេញកូនដែលមិនតាន់មានធ្មេញដុសហ្នឹងឲ្យរៀងខំលេងឲ្យវាការទម្លាប់នៃការតាពីបន្ទាប់មកបើសិនជាឃើញសង្កេតឃើញថាក្មេងមានដុសធ្មេញហើយជាធម្មជាតិមានថាបើសិនជាដុសធ្មេញក្មេងនឹងអាចញ៉ាំរបស់រៀងរឹងបានហើយអញ្ចឹងយើងឲ្យជារបស់រឹងតិចមកបបររៀងប៉ែតិចមកណាឬក៏អាចមានបន្លែអាចហាច់មន់ស្អីហ្នឹងហែកឲ្យស្ដើងឲ្យកូនបញ្ចុកកូនតិចទៅណាព្រោះជាធម្មជាតិគឺតែគ្មានធ្មេញដោះមានថាជាកកេហើយអញ្ចឹងឲ្យទៅជាទម្លាប់ទៅតិចរបស់រៀងរឹងតិចទៅហើយដល់ពេលកូនចេះញ៉ាំខ្លួនឯងដុសធ្មេញច្រើនចាច្រើនណាស់តែមួយឆ្នាំកន្លះចោះធ្មេញច្រើននៅដុសហើយអញ្ចឹងពេលឲ្យទៅពីអញ្ចឹងយើងឲ្យញ៉ាំគ្រប់ប្រភេទគ្រប់មុខអាហារធម្មជាតិធ្វើម៉េចអាហារអស់ត្រូវមានជាតិកាឡូរីមក energy ជាកម្លាំងមានប្រូតេអ៊ីនមានជាតិសង្កសីមានជាតិអីវីតាមីន A វីតាមីន D វីតាមីន B B12 B6 B យើងវីតាមីននិយាយមកទៅភាសាសាមញ្ញគឺអាហារបន្លែផ្លែឈើដែលមានជាតិវីតាមីនហើយជាទៅគឺសាច់ត្រូវតែញ៉ាំសាច់ព្រោះយើងគិតមើលទៅដូចខ្ញុំនិយាយអញ្ចឹងខ្ញុំធ្លាប់ប្រាប់អញ្ចឹងហើយជាឯកសារក៏គេបញ្ជាក់ដែរគាត់ថាវាមិនទូលំទូលាយគាត់ថាដូចគ្មានឡោះយើងសាច់ទេក្មេងត្រូវការសាច់អាជាតិសាច់ហ្នឹងមានប្រូតេអ៊ីនហ្នឹងធ្វើឲ្យកូនឆាប់ឡើងគីឡូព្រោះគូក្បាលយើងត្រូវការសាច់បើយើងញ៉ាំតែរបស់ផ្អែមរបស់ស្ករច្រើនពេកវាធ្វើឲ្យប៉ះពាល់ខួរក្បាលព្រោះគេគិតថាខួរក្បាលត្រូវការសំយោគយកប្រូតេអ៊ីនហ្នឹងរបស់ដែលល្អហ្នឹងសំយោគខួរក្បាលដើម្បីខួរក្បាលលូតលាស់ល្អហើយបើយើងញ៉ាំតែរបស់ផ្អែមញ៉ាំរបស់ស្ករច្រើនពេកវាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលហើយយើងគិតមើលទៅមនុស្សធំមើលទៅនំផ្អែមទៅអីហ្នឹងគឺរឿងញ៉ាំរបស់ផ្អែមច្រើនហ្នឹងហើយអញ្ចឹងក្មេងដូចគ្នាអញ្ចឹងការគុំទម្លាប់ញ៉ាំរបស់ផ្អែមញ៉ាំរបស់ណារៀនអត់សូវផ្អែមរៀងឡែមឬក៏របស់ធម្មជាតិហើយសូម្បីតែផ្លែឈើដូចគ្នាអញ្ចឹងផ្លែឈើណាដែរអត់សូវផ្អែមខ្លះដូចកូនញ៉ាំតរ៉ែនបានណាគ្រូតរ៉ែនញ៉ាំបានតែគាត់ញ៉ាំតិចឲ្យភ្លុះរសជាតិឲ្យដឹងរសជាតិបានតែកុំឲ្យញ៉ាំមួយដុំពីរដុំអីដូចមនុស្សធំអញ្ចឹងគាត់ថាព្រោះអានោះជាតិផ្អែមខ្លាំងណាស់បើថាញ៉ាំចង់ផ្អែមរបស់អីផ្សេងមកកណ្ដោដូចផ្លែប៉ោមណាផ្លែសេរីឬក៏ផ្លែណាដែលស្រាលដូចផ្លែល្ហុងអីហ្នឹងបានសូម្បីផ្លែមៀនក៏រៀងផ្អែមដែរព្រោះផ្លែមៀនវាក្តៅជាតិផ្អែមក្តៅជាការញ៉ាំផ្អែមច្រើនពេកវាធ្វើឲ្យលាកកដែរក្មេង
ហើយតែញ៉ាំផ្អែមហើយក្មេងតែចាំតាធ្លាប់ញ៉ាំរបស់ដិតហើយគឺចង់តែញ៉ាំរបស់ដិតទេអញ្ចឹងយើងទម្លាប់កូនក៏ញ៉ាំរបស់ដិតអញ្ចឹងញ៉ាំរបស់ណាដែលរសជាតិស្រាលហើយទម្លាប់ឲ្យកូនញ៉ាំហើយយើងសម័យនេះពិបាកណាស់រឿងការញ៉ាំហ្នឹងហើយរឿងបញ្ហាញ៉ាំហ្នឹងធ្វើបែបម៉េចអាហ្នឹងគឺជាប្រធានបទថ្មីមួយទៀតហើយស្មុគស្មាញណាហើយគាត់ថាជាចុងជាការសរុបមករឿងញ៉ាំហ្នឹងគ្មានអីក្រៅពីឪពុកម្ដាយហ្នឹងមើលផ្ទាល់ជាមួយកូនទេហើយនឹងព្យាយាមទេតែខ្ញុំតែនិយាយគឺការហូបចុករបស់ក្មេងអត់មានអីក្រៅពីម្ដាយអ្នកនៅជុំវិញទេដែលអ្នកបញ្ចុកការព្យាយាមសូម្បីកូនខ្ញុំអ្នកឃើញវីដេអូខ្ញុំលើ TikTok Facebook ដឹងហើយគឺបាក់ញ៉ាំណាពេលខ្លះកិនដាក់ស្រាំងដាក់អីឲ្យញ៉ាំទៀតហើយអត់មានជំរឿសទេគឺគ្មានអីយើងត្រូវវិធីខ្លួនឯងគិតមើលទៅធ្វើជាបបរធ្វើជាស៊ុបធ្វើជាបបរប៉ែកឬក៏ម៉េចជាយាមធ្វើម៉េចឲ្យកូនញ៉ាំឲ្យបានមិនញ៉ាំដូចមនុស្សធំ3ពេលដូចមនុស្សធំទេពេលខ្លះញ៉ាំ5-6ដងក្នុងមួយថ្ងៃហើយបើសិនជាមានលទ្ធភាពអាចប្រើដោះកូនម្សៅលីគេហៅថាបៅបន្ទាប់គ្នាទៀតគាត់ថាអ្នកខ្លះបើសិនជាមានលទ្ធភាពទេធម្មតាអាហារដែលកូនអាចញ៉ាំបានហ្នឹងគឺបន្លែផ្លែឈើត្រីសាច់របស់ធម្មជាតិយើងហ្នឹងញ៉ាំទៅជាញ៉ាំសាច់គោសាច់មាន់សាច់ទាហ្នឹងញ៉ាំទៅញ៉ាំឲ្យច្រើនលីហើយបុកហើយញ៉ាំបន្លែផ្លែឈើផងព្រោះតែយើងញ៉ាំសាច់ច្រើនពេកពីវានេះធ្វើឲ្យទល់លាមកដែរអត់មានជាតិសរសៃគេ fiber ហ្នឹងណាចាំមកនិយាយឲ្យញ៉ាំអាហារដែលមានជាតិសរសៃបានច្រើនផងដើម្បីជុះមកស្រួលព្រោះក្មេងតាជុះទេ3-4ថ្ងៃជុះម្ដងស្ទើរតែមានបញ្ហាប្រព័ន្ធរំលាយអាហារឯភាសាកូនអត់សូវញ៉ាំទឹកអញ្ចឹងទៅឬក៏ញ៉ាំរបស់អត់សូវមានជាតិសរសៃអត់សូវញ៉ាំបន្លែញ៉ាំអីញ៉ាំតែសាច់សុទ្ធឬក៏ពេលខ្លះអត់ញ៉ាំសាច់ទេតែញ៉ាំរបស់ពេលកប៉ុកច្រើនពេកវាធ្វើឲ្យបាត់ចំណងក្នុងការញ៉ាំអាហារហ្នឹងបើយើងមានតែឪពុកម្ដាយដែលសង្កេតមើលអ្នកតាមដានមើលសភាពកូនខ្លួនឯងទេហើយបើយើងមិនបានតាមដានមកដែរគិតថាសួរគ្រូធ្វើម៉េចឲ្យញ៉ាំបានធ្វើម៉េចឲ្យញ៉ាំបានអានោះយើងមើលខ្លួនឯងថាយើងធ្វើរងថ្ងៃធ្វើត្រឹមត្រូវអត់បញ្ចុកកូនបានប្រហែលដងក្នុងមួយថ្ងៃហើយបញ្ចុកត្រឹមត្រូវអត់ជួនកាលចេះបាយចេះឆាបាយឲ្យកូនញ៉ាំឆាយកបាយដែរជៀនសាច់គោញ៉ាំទៅក្មេងមិនចង់ញ៉ាំក្មេងចរិតក្មេងគឺទៅការលួងទៅការធ្វើឲ្យមើលទៅមានការសុវត្ថិភាពអាហារនោះវា color 7ពណ៌មើលទៅគួរចង់ញ៉ាំហើយបើថាជៀនសាច់ខ្មៅអ៊ុញឲ្យកូនញ៉ាំអាំងទាំងម្ដុំឲ្យកូនញ៉ាំគេថាក្មេងមិនចង់ទេដល់មានលីឡំដាក់បន្លែដាក់អីមើលទៅរៀងពណ៌ដូចអ៊ីនតនូអីទៅអាហ្នឹងមកក្មេងវាចង់ញ៉ាំហើយលួងក្មេងលួងអីញ៉ាំមិនញ៉ាំម្ដងទាំងអស់មួយចានទេញ៉ាំតែកាន់តិចដល់ញ៉ាំតិចច្រើនដងអញ្ចឹងសរុបមកវិញគឺមានតែប៉ុណ្្នឹងទេគាត់ចាំផ្ដោតទៅលើថារយៈពេល1000ថ្ងៃដំបូងរបស់ក្មេងហ្នឹងគឺសំខាន់ណាសម្រាប់ក្មេងហើយសំខាន់គឺការញ៉ាំហ្នឹងហើយធ្វើម៉េចញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនញ៉ាំអាហារដែលមានសារជាតិចិញ្ចឹមល្អដែលធ្វើឲ្យខួរក្បាលកូនលូតលាស់ល្អអញ្ចឹងក្មេងអត់សូវឈឺផងការវិញវ័យបញ្ញាស្មារតីរបស់ក្មេងក៏កាន់តែល្អដែរអញ្ចឹងឪពុកម្ដាយគួរតែគប្បីមើលរឿងហ្នឹងសំខាន់ផុតរឿងញ៉ាំហ្នឹងអស់ហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេជាការណែនាំខ្លះជាចំណេះដឹងទូទៅខ្លះដល់ឪពុកម្ដាយអស់ហើយជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ